ពន្លឺពេលព្រឹងទឹកទន្លេស្ងំស្ងាត់ទឹកដីស្រស់សាទីក្រុងហួយអានយើងជាទូលេងទស្សនាដើមដងមានពណ៌បៃតងដោះប្រប់មាត់ទឹកដៃកាន់កាមេរ៉ាថតគ្រប់ទាំងទីទេសចរមកមីជីទូកំសាន្តធម្មជាតិលើទឹកពណ៌បៃតងខៀវបំណើរកំសាន្តពោពេញដោយក្តីរីករាយស្លឹកដុះរំរែកផ្នែកវត្តស្ទឹងពន្លឺពណ៌មាសបាស្លឹកក្រហមគ្រប់វិនាទីដូចថ្មីស្រឡាងហួយអានបុរាណតស្នាមមនុស្សសារីទូកន្ត្រកមូលប្រការទុកចិត្តទិនទេសនាដើមដងនឹងភូមិអណ្ដែតទឹកធានាសុវត្ថិភាពជូនភ្ញៀវទេសចរដល់ស្នាមញញឹមក្រមេឃខៀវស្រងាត់ណាការសំដែងលើទូកន្ត្រកមូលទេសចរជីទូកយគុណទេសភាពជនជាតិវៀតណាមចិត្តល្អរួសរាយទាំងមុខញញឹមបេះដូងរាក់ទាំងសំដៅលើទឹកទុកស្នាមអនុស្សាវរីយ៍ពួកគេស្រែកថាកម្ពុជាជាលេខ1នេះជាជីវិតអ្នកអំទុកទេសចរមនុស្សគ្រប់គ្នាខ្លាយជាមិត្តថ្ងៃនេះអ្នកជិះទូជាងរំកំសាន្តទេសចរគ្រប់ប្រាំទេដៃអបអរទូពណ៌ស្រស់ស្អាតអណ្ដែតទៀតកាត់ដល់លោបបបទូរស័ព្ទឆ្ងាយប្រាប់ថាសួស្ដីបង្កើតអនុស្សាវរីយ៍កសានមិត្តថ្មីសូមឲ្យសប្បាយគ្រប់វិនាទីទីនេះធ្វើឲ្យទេសចរជាប់ចិត្តយើងជីលើទូអារម្មណ៍លើទឹកតំបន់ហួយអានវាទីក្រុងបុរាណទេសភាពស្រស់ស្អាតនៅមាត់ទន្លេដល់ស្នាមញញឹមក្រមេឃខៀវស្រងាត់ការសំដែងលើទូកន្ត្រកមូលទេសចរជីទូកយគុណទេសភាពជនជាតិវៀតណាមចិត្តល្អរួសរាយទាំងមុខញញឹមបេះដូងរាក់ទាំងយើងអមទុកលេងតាមដងទន្លេអាមដងដល់ហើយប្រាប់តាមមាត់ទឹករឿងរ៉ាវថ្ងៃនេះខ្លាយជាអនុស្សាវរីយ៍ចង់ប្រាប់ការពុតថាអ្នកស្អាតខ្លាំងណាស់អមទុកកន្ត្រកអ្នកលងលោកខ្ញុំរកស្នាមញញឹមខ្ញុំចង់ជានិច្ចជំនាញទេសចរនេះថ្ងៃរៀបលេងទឹកភាពទាំងនេះមិនអាចភ្លេចបានទីជំនាញទេសចរនេះថ្ងៃរៀបលេងទឹកភាពទាំងនេះមិនអាចភ្លេចបានទេ